តែសាញ់ឲ្យឯងប្រនិបត្តិការមានតែអីមានតែមជ្ឈិមាបដិបទាគឺផ្លូវកណ្ដាលទាំង8យ៉ាងតម្រេះត្រូវគំហើញត្រូវតម្រេះត្រូវសម្ដីត្រូវការងារត្រូវរស់នៅចិញ្ចឹមជីវិតត្រូវព្យាយាមត្រូវខំប្រឹងត្រូវសង្កត់កាន់ចិត្តត្រូវ8យ៉ាងហ្នឹងបើយើងអានជាបាលីហៅថាសមាទិដ្ឋិសមាសង្កបៈសមាវាចាសមាកម្មន្តៈសមាអាជីវៈសមាវាយាមៈសមាសតិសមាសមាធិដែលលោកចាត់មជ្ឈិមាបដិបទាទាំង8នឹងឯងសង្គ្រោះចូលទៅក្នុង3ដកទាំង3សមាទិដ្ឋិសមាសង្កបៈសង្គ្រោះចូលក្នុងអភិធម្ម3ដកមាន42000បឋមហើយមានពុទ្ធដីកាថាសច្ចតបរិយោតៈបណាំងប្រែមកថាត្រូវតែអប់រំបន្ទុំចិត្តអប់រំឲ្យបានញឹកញឹកសមាវាចាសមាកម្មន្តៈសមាអាជីវៈសង្គ្រោះចូលទៅក្នុងវិន័យ3ដកមាន21000បឋមខណ្ឌដែលមានពុទ្ធដីកាផ្ដាំសង្ខេបថាសព្វបាបស្សៈអករណੰកុំឲ្យធ្វើបាបទាំងពួងសមាសមាធិទាំង3នេះសង្គ្រោះចូលក្នុងសុបតន្ត3ដកមាន21000បឋមខណ្ឌមានពុទ្ធបណ្ដាំចុងក្រោយថាកុសលសោបសម្បទាឧស្សាហ៍ធ្វើបុណ្យទៅនឹងមានសម្ដែងនៅក្នុងនៅក្នុងធម្មចក្រកបវត្តនសោតជាសោតអាទិភាពទី1ដល់តែសោតអាទិភាពទី2គឺមហាសមយៈសោតអំបញ្ញមិញព្រះអង្គទ្រង់លើកសរសើរអំពីធម៌អំពីធម្មចក្ររបស់ព្រះអង្គដល់មហាសោតព្រះអង្គលើកសរសើរអំពីនេះព្រះបលាត់នេះព្រះគ្រូព្រះសង្ឃគ្រប់អង្គហ្នឹងព្រះអង្គហៅថាភិក្ខុជាសាវករបស់ព្រះអង្គភិក្ខុប្រែមកថាអ្នកឃើញភ័យក្នុងសង្សារេភយ៉ាងអកតៃតេភិក្ខុដល់តែពួកមាពួកព្រំពួកយៈពួកកេណោពួកបាក់បៃសាចប្រអិនដែលមានស័ក្តិមានយសមានដែកជះច្រើនគេឆ្ងល់ហ្មងហើយខ្ញុំនេះមានយសមានបុណ្យមានសម្ភារតែព្រះដែលហៅសោះហៅតែឈ្មោះតែភិក្ខុជាកូនរបស់តថាគតបាននៅក្នុងមហាសម័យនឹងមានប្រសូតបត់ដើមថាសកេសុវិហារតិកបលវត្តថោសមង្មហាវនេមហាតាភិក្ខុសង្ឃេនសទ្ធឹងបញ្ញមតេភិក្ខុសតេលៈចាំក្នុងមហាសម័យសោតទេវតាមាព្រំកំពាន់កន្ធុកនាកេណោបៃសាចយៈអសូរកាមានរិទ្ធមានដែកជះមានពលឺមានរស្មីគេចោះមកចង់ឃើញភិក្ខុមុខអាម៉េចបានជាព្រះតសើណាស់ថាជាកូនរបស់លោកចាំមកដល់ដូចលោកគ្រូនេះចឹងនេះដោយលោកគ្រូចាតិកានឹងដូចគេដូចឯងថាហើយមិនចឹងដូចតែមនុស្សយើងដែរមិនបានឈ្មោះតែភិក្ខុថាបានឈ្មោះភិក្ខុព្រោះអ្នកឃើញភ័យក្នុងសង្សារគឺចេញចាកផ្ទះមកប្រព្រឹត្តមជ្ឈិមាបដិបទាមានត្រៃសិក្ខាជាលំអគឺលំអបត់ដើមរក្សាសិលលំអបត់កណ្ដាលអបត់ចឹងរក្សាចិត្តលំអបត់កណ្ដាលគឺរក្សាបុត្រហៅថាត្រៃសិក្ខាសីលសិក្ខាសមាធិសិក្ខានិងចត្តសិក្ខានិងសោតសំខាន់ទី2ដល់សោតសំខាន់ទី3អាទិភាពទី3គឺរតនសោតនិងព្រះអង្គទ្រង់សម្ដែងសរសើរអំពីពុទ្ធពធប្រសង្ឃ
រតនសោតប្រើមកតាំងអំពីបនិធានយានីអីកលីករីមននសហសម័យមហាសម័យធម្មចក្លោកខន្តៈបរិតមោរៈបរិតវត្តកៈបរិតអានាតយៈបរិតធុជៈបរិតនមោមេបហុកឡើងទៅនឹងសតកាពីរាំងរីហើយគឺព្រះអង្គទ្រង់អធិប្បាយអំពីដៃជះអានុភាពនៃត្រៃសរណគមទាំង3នឹងហៅថារតនសោតសោតទី3ដល់សោតទី4នេះព្រះអង្គទ្រង់សម្ដែងអំពីមង្គលសោតពេលមកដើមមកអង្គុយអានសពថ្ងៃនេះមិនវិនិច្ឆ័យទេសត្វបុណ្យណាស់អ្នកដែលធ្វើបុណ្យរមែងចម្រើននឹងឈ្មោះអីធម្មសវណ្ណអេតមង្គលមុតតមការសាកសួរការសោតការស្ដាប់ធម៌តាមកាលរមែងដល់នៅមង្គលនឹងមង្គលដ៏ចម្រើនណាស់ដែលធ្វើបុណ្យសុនកុសលជារៀងរាល់ថ្ងៃអ្នកណាធ្វើបុណ្យធ្វើកុសលទាំង38ប្រការណាមួយថាចម្រើនទីចម្រើនគឺអីសោតទី5គឺវិនិច្ឆ័យហ៊ានទៅប្រព្រឹត្តលបែង3ប្រការមើលលបែងស្រីលបែងស្រាលបែងភ្នាល់ទាំងឡាយសាកមើលមានចម្រើនទេគឺដល់នៅសេចក្តីវិនិច្ឆ័យអញ្ចឹងពពុទ្ធធម៌ព្រះអង្គសម្ដែងទី1ប្រសង្ឃសាវកដែលអ្នកត្រត្រង់ព្រមទាំងជាអ្នកផ្សព្វផ្សាយធម៌ព្រះអង្គសម្ដែងទី2ត្រៃសិក្ខាទាំង3ព្រះអង្គសម្ដែងសោតទី3សេចក្តីចម្រើនរបស់សត្វព្រះអង្គសម្ដែងទី4សេចក្តីរបស់សត្វព្រះអង្គសម្ដែងទី5នៅក្នុងសោតទី5ដល់ទី6គឺសង្កេលកៈសោតមនុស្សគ្រប់រូបទាំងអស់សត្វតែមានតួនាទីភរិយាតួនាទីស្វាមីភរិយាបោកចូលគ្នាទៅជាម្ដាយទៅជាឪពុកឃើញទេមាននៅក្នុងនឹងទាំងអស់បើអានចប់ហើយអានម្ដងទៀតសាកមើលភរិយាប្រតិបត្តិស្វាមីដោយស្ថានធម៌5មាននៅក្នុងនឹងឃើញទេដល់តែស្វាមីមានធម៌5សង្គ្រោះស្វាមីមានធម៌5សង្គ្រោះណាភរិយាមានធម៌5ប្រតិបត្តិមួយសង្គ្រោះមួយប្រតិបត្តិយើងអត់សង្គ្រោះក្តីទេប្រតិបត្តិដល់ទៅលោកប្រុសទាំងអស់នឹងឯងត្រូវសង្គ្រោះណាត្រូវសង្គ្រោះភរិយាដល់ភរិយាអត់សង្គ្រោះទេប្រតិបត្តិដល់តែកូនប្រុសស្រីមានធម៌5តបមេត្តាដល់តែមេត្តាសង្គ្រោះឃើញទេចឹងពាក្យនៅក្នុងហ្នឹងត្រូវស្ដាប់ឲ្យអស់កុំស្ដាប់បន្លំអានឲ្យមួយឲ្យស្ដាប់ឲ្យច្បាស់ដល់តែគ្រូអាចារ្យមានធម៌5អីមានធម៌5ដាក់សង្គ្រោះដល់សទ្ធិវិហារកអន្តេវាស័កឬនៅក្នុងហ្នឹងគេហៅមិត្តអាមាត្យដល់តែសិស្សគុណទាំងអស់មានធម៌5ប្រតិបត្តិគ្រូឧបជាយាចានៅក្នុងសង្កេលកៈសោតយើងថាមកកថាគេហៅមួយបើអង់គ្លេសគេហៅ paragraph ខ្មែរយើងហៅអីខ្មែរយើងហៅមួយកថាខណ្ឌដល់ប៉ុន្តែដល់អ្នកអានបៃដកគេហៅថាអ្នកបៃដកគេហៅថាមួយឆាន់ដល់តែអ្នកជើងឆាន់គេហៅមកឃ្នៀបឃើញហើយមកលេខឃ្នៀបលេខកថាអញ្ចឹងអានឹងគេហៅមួយឆាន់មកលេខហ្នឹងឧបមាថា66ពុទ្ធសម្ដែងពីឯងពីតួនាទីរបស់មេត្តាបិតាចប់
កូនត្រូវមានធម៌ប្រណិប័តមេត្តាបៃតាគ្នាបហុក8បន្តចឹងមកហើយយើងចេះថាគ្នាបចឹងទៅថាឲ្យរួចសិនហ្នឹងណាណាបន្តដល់គាថារបស់គេមកគាថាមកឆានយើងមើលបល័យនៅខាងឆ្វេងដៃខ្មែរនៅខាងស្ដាំដៃបល័យស្រួលមើលឆានជាងណាបើប្រសោតហ្នឹង8អក្សរមួយបាត8អក្សរមួយបាត8អក្សរមួយបាត32អក្សរមួយគាថាជួនកាលមកទាំងអស់នឹងឯង2គាថា3គាថាមួយឆានបានមានអក្សរគ្នាបនឹងបើគាថានឹងវែងពយល់សក្តីអត់អស់ទេគេបន្តមកឆានតកាន់តែវែងមកណាចឹងនឹងសោតនឹងស៊ីទី5ទី6ហើយមានរាប់ម៉ឺនសោតប៉ុន្តែសោតអាទិភាពគឺមាន6អញ្ចឹងញាតិញោមពុទ្ធបរិស័ទនៅនេះបានអានប្រសោតនឹងគឺល្អណាស់អាត្មាស្ដាប់ប្រសោតបែរមិនសមអានវិន័យឯងដល់ស្អែកអានអភិធម្មឥឡូវបញ្ជាក់ពីបត្រៃបៃដកនឹងសួរថាបត្រៃបៃដកនឹងបានមកពីណាបត្រៃបៃដកយើងហ្នឹងថាបានមកពីណានៅក្នុងបទតលេខ16ប៉ុន្តែយើងគ្រប់គ្នាច្រើនតែហៅភាគនេះអាលេខខាងក្រោយនេះឃើញមានលេខម៉ាននេះលេខ14នេះមើលទៅឃើញមកនេះអាហ្នឹងគេហៅអីភាគ14មែនណាប៉ុន្តែ14ហ្នឹងគេហៅភាគអីភាគ14ហ្នឹងឯងហើយយើងគ្រប់គ្នានេះហានទៅភាគ14នេះបាក់មើលពីក្នុងមកនេះណាបាទកំពុងអានហ្នឹងអាហ្នឹង19ហ្នឹងគេមិនហៅភាគ19ទេគេហៅតាមអ្នករៀនអក្សរគេហៅថាបដ្ឋលេខ19បដ្ឋលេខបដាក់ស្រៈអេដជាងថអេដជាងថបដ្ឋលេខ19បានមានន័យថាគម្ពីរប្រត្រៃបៃដកដែលមានលេខនៅខាងខ្នងសភៅហ្នឹងលេខ19មិនភាគទេបដ្ឋលេខគឺលេខហើយក្រែកនៅខាងខ្នងខាងក្រោបសភៅបដ្ឋបស្រៈអេដជាងថតែខ្នងនេះឬក៏ខាងក្រោយអញ្ចឹងគម្ពីរបត្រៃបៃដកយើងនេះសួរថាបានពីណាមកគម្ពីរបត្រៃបៃដកនេះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងរយៈពេល45ឆ្នាំព្រមទាំងមានអរហន្តភាសិតក្នុងអបទានគម្ពីរខត្តកនិកាយនៅក្នុងខត្តកនិកាយមានអរហន្តភាសិតមានថេរគាថាមានថេរីគាថាមានទេវតាភាសិតនៅក្នុងខត្តកនិកាយឯពីដើមទៅទាំងអស់គឺសុទ្ធតែជាពុទ្ធវចនៈព្រះអង្គសម្ដែង45ឆ្នាំដល់ទៅពេលព្រះអង្គរៀបនឹងបរិនិព្វានណារៀបនឹងបរិនិព្វានផ្ដាំអាណត្តិធម្មោចវិនិយោចទេសតោបញ្ញតោសមជ្ជយេនសត្ថាមនាលអណត់តថាគតបរិនិព្វានទៅធម៌មួយវិន័យមួយធម៌ណាដែលតថាគតបានសម្ដែងហើយវិន័យណាដែលពុទ្ធបានព្រះអង្គទ្រង់បញ្ញត្តិហើយធម៌នោះវិន័យនោះរបស់ជាគ្រូរបស់អ្នកហើយបើញោមជឿទេបើនៅក្នុងភាគ16មហាបរិនិព្វានសោតព្រះអង្គត្រាស់សម្ដែងយ៉ាងដល់តែព្រះសម្មាសម្ពុទ្ធលោកបរិនិព្វានទៅបាន3ខែព្រះសង្គីតិកាចារ100អង្គដែលមានព្រះមហាមុខព្រះមហាកាសបថេដ៏មានអាយុព្រះអង្គចោទដណ្ដឹងសួរដល់ឧបល័យនៅគម្ពីរវិន័យដណ្ដឹងសួរទៅដល់
ព្រះមហាអនន្តនៅគម្ពីរប្រសូតនិងអភិធម្មអំពីធម៌ហើយមានប្រសងទាំង497អង្គជាអ្នកទៀងទាត់អ្នកទៀងទាត់នឹងមិនមែនដូចញោមឬអាត្មាទេទាំង500អង្គហ្នឹងសត្វតែបដិសម្ភិទាញាណព្រះអរហន្តមែនប៉ុន្តែព្រះអរហន្តមានព្រះអរហន្តផ្សេងតែជាបដិសម្ភិទាញាណមានន័យថាជាព្រះអរហន្តចាក់ធ្លុះបែបបដិសម្ភិទាចេះចាំបត្រៃបិដកកាលនោះព្រះអរហន្តចាំលោកទៀងទាត់នឹងហៅថាមុខបាទគឺចាំរៀងមាត់រាល់អង្គគ្រប់អង្គទាំងអស់ធ្វើសង្គាយនាទី1សង្គាយនាទី2សង្គាយនាទី3សង្គាយនាទី4អត់តន់កសេទេចូលមកសភៅយ៉ាងទេដល់តែសង្គាយនាទី5នៅអភយមបណ្ឌទ្វីបញោមស្គាល់ទេតាមពាក់បណ្ឌទ្វីបអត់ស្គាល់ទេតាមពាក់បណ្ឌទ្វីបហ្នឹងគឺកោះសរីលង្កាសពថ្ងៃហ្នឹងមកពីដើមគេតាមពាក់បណ្ឌទ្វីបបានសង្គាយនានឹងឯងចាមកជាសន្លឹកសភៅចឹងលែងចាំមាត់ដូចមុនហើយអញ្ចឹងខ្លាចពីខុសក្រោយអស់ព្រះអរហន្តលែងចាំមាត់ទៅសង្គាយនាទី4នឹងឯងគឺចាដាក់បត្រៃបៃដកនឹងនៅនឹងស្លាកសភៅទី1ទី2ទី3ហៅថាមុខបាទពេលមកថាចាំមាត់ដល់តែទី4នឹងឯងហៅថាបោនកបាទបោនកនឹងប្រែกระดาษគឺទៅសេបល័យបាថៈហ្នឹងបល័យគឺទៅសេពុទ្ធវចនៈជាភាសាបល័យហ្នឹងនៅលើក្រដាស់មានប្រវត្តិពីនោះមកដល់មកដល់ប្រទេសយើងនេះយើងទទួលបានពុទ្ធសាសនាផ្សាយមកដែរកាលនោះនៅក្នុងឆ្នាំ1929តាមពិតបត្រៃបៃដកនឹងប្រែតាំងពី1925 26នោះប៉ុន្តែចូលជាផ្លូវការតាមព្រះរាជប្រកាសរបស់លួងស៊ីសវត្តមនីវង្សទ្រង់អនុញ្ញាតឲ្យសង្គីតេកាចាររបស់ខ្មែរប្រែអញ្ចឹងសង្គីតេកាចាររបស់ខ្មែរយើង37អង្គទាំងប្រសងទាំងប្រសក់គេហៅថាក្រុមជំនុំប្រែបត្រៃបិដកគឺចាប្រែបត្រៃបិដកព្រោះបរិជ្ជប្រកាសនេះប្រកាសឲ្យប្រែបត្រៃបិដកដែលបរិជ្ជប្រកាសចេញនៅថ្ងៃទី14ធ្នូឆ្នាំ1929ហើយចាប់ពីនោះមកសង្គីតេកាចារទាំង37ព្រះអង្គហ្នឹងចាប់ប្រែពីឆ្នាំ1929ដល់1940សង្គីតេកាចារនឹងស្លាប់នឹងសកុតអស់បដាហើយក៏សង្គីតេកាចារថ្មីទៀតចាប់តាំងអំពីឆ្នាំ1940រហូតដល់ចប់មាន43អង្គដែលអ្នកប្រែនឹងប្រែបត្រៃបៃដកចាប់តាំងពីថ្ងៃប្រែមានបរិជ្ជប្រកាសរបស់ព្រះមហាក្សត្រពីថ្ងៃទី14ធ្នូឆ្នាំ1929រហូតដល់ថ្ងៃចប់អស់រយៈពេល38ឆ្នាំព្រះត្រៃបិដកនេះអស់ពេល38ឆ្នាំដល់ទៅហើយបើគិតអំពីរោបាក្សត្រវិញអស់4ស្ដេច4រជ្ជកាលស្ដេចគឺរជ្ជកាលរបស់ព្រះករុណាព្រះបាទស៊ីសវត្តមុនីវង្សព្រះបរមកោដ្ឋព្រះករុណាព្រះបាទនរោត្តមសីហនុវរ្ម័ន
ឥឡូវហ្នឹងយើងហៅថាព្រះបរមរតនកោដ្ឋព្រះករុណាប្របាទសម្ដេចព្រះនរោត្តមសុរាមរិទ្ធព្រះមហាកញ្ចនកោដ្ឋ3ព្រះអង្គបានប្រែចប់រយៈពេល38ឆ្នាំដល់តែឆ្នាំធ្វើបុណ្យឆ្លងជាផ្លូវការនៅថ្ងៃអង្គារទី14ខែមេសាថ្ងៃអង្គារ14កើតខែចែកត្រូវនឹងថ្ងៃទី1ខែមេសាឆ្នាំ1964ឥឡូវដកមើល1929ដល់1969 40ឆ្នាំគត់ឃើញទេ40ឆ្នាំគត់ប្រែកពីបត្រៃបច្ចុប្បន្នល្មមប្រែបាទប្រទេសគេឯងទៀតឯទៀតកាន់ពុទ្ធសាសនាគេមិនដែលបានប្រែទៅភាសាជាតិគេទេគេគ្រាន់តែសរសេរបត្រៃបិដកជាភាសាបាលីនៅលើថ្មនៅលើក្រដាសនៅលើសៀវភៅប៉ុន្តែគ្មានជាតិសាសន៍ណាមួយហ៊ានប្រែពីភាសាបាលីឲ្យទៅភាសាជាតិរបស់ខ្លួនទេមានតែជាតិខ្មែរដែលមានសង្កីតេកាចា37អង្គម្ដង43អង្គម្ដងនិង7ដណ្ដប់អង្គម្ដងតែលោកប្រែចប់ប្រែតតែចប់ប្រែចប់កាលណាហើយធ្វើបុណ្យក៏ក្រឹកក៏ក្រែងណាស់បានបត្រៃបិដកនឹងមានបាលីនៅខាងឆ្វេងមានភាសាខ្មែរនៅខាងស្ដាំញោមទំព័រស្ដាំបានសក្តិថាទំព័រសេះបាលីទំព័រគូខ្មែរចឹងមែនទេត្រូវទេ68ដូចគ្នាណាអញ្ចឹងស្ដាំខ្មែរឆ្វេងបាលីហើយបាលីហើយខ្មែរនឹងប្រែត្រឹមគ្នាអត់លើអត់ខ្វះទេបាលីថាម៉េចក្នុងមួយបន្ទាត់ហ្នឹងខ្មែរប្រែមកឲ្យស្មើគ្នាមួយបន្ទាត់ច្រើនពេកចូលបន្ទាត់ទី2តែ2 3ពាក្យប៉ុណ្ណឹងទេអញ្ចឹងអ្នកចេះបាលីស្រុកខ្មែរយើងនេះពិភពលោកកោតសរសើរជាពិសេសអ្នកកាន់ពុទ្ធសាសនាគ្រាន់តែប្រែធ្វើបុណ្យចប់នៅអាស៊ីអាគ្នេយ៍អាស៊ីបូព៌ាអាស៊ីកណ្ដាលគេល្បីថាខ្មែរនឹងប៉ាកែណាស់ខាងភាសាបាលីនាំគ្នាបញ្ជូនកូនសិស្សប្រសង់មករៀនបាលីពីសម្ដេចព្រះធម្មលិខិតល្វីឯមនៅវត្តឡាកានមេបាលីស្ដេចបាលីស្រុកខ្មែរនោះព្រោះកាលនោះបដិប្រគុណព្រះសរិសមតេឯមជាអធិបតីនៃក្រុមជំនុំក្រុមជំនុំទាំងអធិបតីផងទាំងអធិបតីរងផងទាំងអស់ប្រែដំបងនឹងមាន37អង្គមានតែប្រសក់ផងអានឹងកុំតាគេអីយកក្បួនយើងពីលំវែងទៅអស់ពីលំវែងពីអដងទៅអស់ផងចេះប៉ុណ្ណឹងហើយបើថាក្បួនខ្នាតទាំងអស់នោះគេកុំឆក់កុំធ្វើកុំកញ្ឆក់យកទៅផងមិនដាំសល់យើងថ្ងៃនេះមិនតែអានប៉ុណ្ណឹងសោកនោះហ្មងណាប្រកែអញ្ចឹងយើងហេតុដូច្នេះបានជាលោកបំភ្លឺថាប្រទេសកម្ពុជាហាក់បីដូចជាមានភ្លើងគោមឬក៏អំពូល2នៅអមផ្លូវតែមួយបែបបំភ្លឺផ្លូវងាយប្រណិប័តលោកសម្ដេចប្រសិនបើញោមអត់ចេះបាលីញោមមើលខ្មែរបានទេបាទគេយល់ពុទ្ធដីកាព្រះអង្គទ្រង់ព្រះសម្ដែងថាម៉េចទេថាយល់ចោះបើអ្នកចេះបាលីបាច់ចាំមើលខ្មែរទេមើលតែបាលីក៏បានហើយមើលបាលីផងមើលខ្មែរផងក៏បាទអញ្ចឹងបានពិភពលោកគេកោតថាប្រទេសខ្មែរមានភ្លើងគោមមានភ្លើងអគ្គិសនីភ្លឺពី
อมตองเราสอบกาเลยคือเมียนจังปลายเมียนนักไม้ไอ้สอบเกเมียนแต่เพียซาปลายเด้อดตอนเปรมอกไม้บาในซองนังปูนะบ้านกี่ยืนนั่งได้ประกนตูนกุมขยมกนาทรงเกาตะซ้ายแปรประหลัดได้ประกนพองก่อสร้างปะไตรใบดอกนังชั่วโมงตาในสามปุ้ยรวนในครั้งบอดในพ้นลูกไปเจ้าตกหมอกทาเอกังอาการังพุทธสมังสยาโลกเนี่ยนะเมียนสเทียเจ้าคลาก่อสร้างปะไตรใบดอกกองท่ากบ้าดาวเฮาเตอร์สมไปปุยตัวอซอสมาก่อสร้าง